សាលារៀនសុវណ្ណភូមិគឺជាផ្ទះរបស់អ្នកពូកែในព្រឹកថ្ងៃទី24ខែមករាឆ្នាំ2026នេះលោកខឹមផុនប្រធាននាយកប្រតិបត្តិនៃស្ថាប័នអប់រំ NTC Group បានដឹកនាំគណៈគ្រប់គ្រងលោកគ្រូអ្នកគ្រូនិងបុគ្គលិកនៃសាលារៀនសុវណ្ណភូមិចំនួន160នាក់ធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីការបើកដំណើរការសាលារៀនសុវណ្ណភូមិទីតាំងទួលគោកថ្មីដែលមានអាសយដ្ឋានស្ថិតនៅភូមិ13សង្កាត់បឹងកក់ទី2ខណ្ឌទួលគោករាជធានីភ្នំពេញការបើកដំណើរការសាលារៀនសុវណ្ណភូមិទីតាំងទួលគោកថ្មីក្នុងឆ្នាំ2026នេះគឺជាការបើកទំព័រថ្មីមួយដែលបង្ហាញយ៉ាងច្បាស់ពីសមិទ្ធផលនិងភាពជោគជ័យដ៏រឹងមាំរបស់សាលារៀនសុវណ្ណភូមិក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាទីតាំងថ្មីនេះមិនត្រឹមតែជាការពង្រីកវិសាលភាពសេវាកម្មអប់រំប៉ុណ្ណោះទេប៉ុន្តែជាសញ្ញាបង្ហាញពីចក្ខុវិស័យវែងឆ្ងាយការបដិញ្ញាចិត្តនិងយុទ្ធសាស្ត្រដឹកនាំប្រកបដោយប្រសិទ្ធភាពរបស់ស្ថាប័នអប់រំ NTC Group លោកខឹមផុនប្រធាននាយកប្រតិបត្តិនៃស្ថាប័នអប់រំ NTC Group បានមានប្រសាសន៍ថាថ្ងៃនេះដែរសាលារៀនសុវណ្ណភូមិយើងទីតាំងថ្មីទីតាំងទួលគោកគឺយើងបានរៀបចំយន្តការទីផ្សារធំមួយហើយយន្តការទីផ្សារធំនេះគឺយើងធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយពីសេវាកម្មអប់រំរបស់សាលារៀនសុវណ្ណភូមិរបស់យើងនៅក្នុងតំបន់ទួលគោកនៅជិតសាមញ្ញអង្គតែម្ដងហើយដើម្បីឲ្យអាណាព្យាបាលសិស្សក៏ដូចអស់លោកស្រីដែលមានកូនទៅដល់អាយុចូលសាលាហ្នឹងគាត់ដឹងព័ត៌មានហើយគាត់បញ្ជូនកូនមកសាលារៀនសុវណ្ណភូមិរបស់យើងហើយខ្ញុំចង់យកឱកាសនេះជំរាបជូននៅថានៅសុវណ្ណភូមិរបស់យើងទទួលកុមារចាប់ពីអាយុ3ឆ្នាំឡើងទៅហើយយើងមានពីកម្រិតមត្តេយ្យរហូតដល់ថ្នាក់ទី12គឺយើងមានការបញ្ចុះតម្លៃឬក៏ផ្ដល់ជាអាហារូបករណ៍ជូនរយៈពេលសិក្សា6ខែឥតគិតថ្លៃហើយនឹងមានជាឯកសណ្ឋានជូនអស់លោកស្រីហើយការរៀបចំនេះគឺយើងជំរុញឲ្យអស់លោកស្រីក៏ដូចជាអាណាព្យាបាលសិស្សដែលមានកូនដល់អាយុចូលសាលាហ្នឹងគឺអាចបញ្ជូនកូនមកសាលាបានទាន់ពេលហើយសុវណ្ណភូមិយើងមិនផ្ដោតទៅលើតែរឿងសិស្សថ្មីដែលដល់អាយុទៅចូលសិក្សាក្នុងវ័យ3ឆ្នាំហ្នឹងទេសុវណ្ណភូមិគឺទទួលទាំងអស់តាំងពីសិស្សផ្ទៃចូលក៏យើងទទួលទាំងពីសិស្សថ្មីទៅដល់អាយុទៅចូលសិក្សាក៏យើងទទួលដោយសារយើងមានកម្មវិធីសិក្សារបស់យើងឲ្យស្រេចហើយអញ្ចឹងសិស្សដែលផ្ទៃចូលក៏យើងអាចទទួលយកក៏អាចទទួលគាត់បានសិស្សថ្មីក៏យើងអាចទទួលយកបានក្នុងន័យមួយទៅធ្វើយ៉ាងណាឲ្យសិស្សគាត់មានឱកាសបន្តការសិក្សាជាមួយសាលារៀនសុវណ្ណភូមិរបស់យើងបើយើងនិយាយពីរឿងគុណភាពអប់រំឬក៏គុណភាពសិក្សានៅសាលារៀនសុវណ្ណភូមិខ្ញុំគិតថាអស់លោកស្រីអាណាព្យាបាលសិស្សក៏ដូចជាសាធារណជនទាំងអស់ប្រកាសជាទទួលបាននៅព័ត៌មានយ៉ាងច្បាស់ហើយជាពិសេសសម្រាប់ឆ្នាំ2025របស់យើងនេះសុវណ្ណភូមិគឺជាសាលាមួយដែលទទួលបានលំដាប់ពិន្ទុខ្ពស់ជាងគេទូទាំងប្រទេសដោយសារមានកូនសិស្សសុវណ្ណភូមិយើងនៅប៉ោយប៉ែតគឺគាត់ទទួលលំដាប់ពិន្ទុខ្ពស់ជាងគេទូទាំងប្រទេសហើយក៏ដូចជាមានកូនសិស្សយើងនៅសុវណ្ណភូមិច្បារអំពៅក៏លំដាប់ពិន្ទុខ្ពស់ជាងគេទូទាំងប្រទេសផ្នែកសង្គមនៅប៉ោយប៉ែតផ្នែកវិទ្យាសាស្ត្រហើយពិសេសជាងនឹងទៅទៀតសម្រាប់រាជធានីគឺកូនសិស្សយើងនៅទីតាំងបឹងតបែកទទួលបន្លាប់ទុកខ្ពស់ជាងគេដូចគ្នាអញ្ចឹងក្នុងន័យនេះខ្ញុំចង់ជម្រាបជូនអស់លោកស្រីសាធារណជនអាព្យាបាលសិស្សបានជ្រាបថាសម្រាប់ឆ្នាំ2025នេះបើយើងនិយាយពីរឿងគុណភាពអប់រំរបស់សាលារៀនសុវណ្ណភូមិគឺជាសាលាមួយដែលមានគុណភាពអប់រំខ្ពស់ហើយសិស្សយើងក៏ទទួលបាននៅលំដាប់ពិន្ទុឬក៏ចំណាត់ថ្នាក់ហ្នឹងខ្ពស់ជាងគេទូទាំងប្រទេសបាទទាំងផ្នែកសង្គមទាំងផ្នែកវិទ្យាសាស្ត្រទាំងថ្នាក់ជាតិក៏ដូចជាថ្នាក់រាជធានីគូបញ្ជាក់ផងដែរថាសាលារៀនសុវណ្ណភូមិគឺជាគ្រឹះស្ថានអប់រំឯកជនឈានមុខគេដែលមានឯកទេសផ្ដល់ការអប់រំស្របតាមស្តង់ដារជាតិនិងអន្តរជាតិយើងមានបរិក្ខារអប់រំអមជាមួយបច្ចេកវិទ្យាទំនើបទីធ្លាស្អាតធំទូលាយបរិយាកាសសិក្សាល្អបុគ្គលិកមានជំនាញនិងគរុកោសល្យច្បាស់លាស់ចាប់តាំងពីឆ្នាំ2009មកសាលារៀនសុវណ្ណភូមិជាសាលាចំណេះទូទៅខ្មែរធំជាងគេនិងល្អជាងគេនៅកម្ពុជា